សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទី1នៃការបរៀនរបស់ខ្ញុំតាក់ទងឬក៏ part 1តាក់ទងជាមួយទៅនឹងដំអញ្ចឹងសំណួរសួរថាយើងរៀនដំហ្នឹងដើម្បីអីឥឡូវខ្ញុំប្រាប់សិនតាក់ទងមួយដំហ្នឹងគឺជាអីគេដំហ្នឹងវាចេញមកពីពាក្យពេញថា document object model ដែលវានៅក្នុង JavaScript អញ្ចឹងអ្នកដែលគាត់រៀន JavaScript គឺគាត់ដឹងហើយការរៀនជាមួយ JavaScript នៅពេលណាដែលយើងចេះ JavaScript ច្រើនឬមួយក៏យើងចេះទាំងអស់យើងអាចធ្វើជា full stack បានដែលយើងប្រើ database យើងប្រើមួយ Mongo ឬមួយក៏ backend យើងប្រើជាមួយ Express ហើយនឹង Node.js ហើយនឹង React អញ្ចឹងការចេះ JavaScript មួយគឺវាសំខាន់ខ្លាំងមែនទែនអញ្ចឹងហើយបានជាខ្ញុំលើកមកបរៀនតាក់ទងជាមួយDOM ដែលនេះគឺជា part 1ហើយនឹងមាន part បន្តទៀតដែលរៀនចប់តាក់ទងជាមួយ DOM នឹងតែម្ដងអញ្ចឹង part 1នេះគឺយើងរៀនអំពី DOM នេះគឺតាក់ទងជាមួយនឹង get document by ID អញ្ចឹងយើងរៀនDOMហ្នឹងដើម្បីអីគេDOMហ្នឹងគឺវាមានតំណែងខ្លាំងមែនតើនឹងចិត្តស្និទ្ធមែនតើតាក់ទងជាមួយទៅនឹង HTML នៅពេលណាឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងនៅក្នុងដើម្បីការរៀនDOMនេះគឺនៅក្នុង JavaScript គឺដើម្បីឲ្យ web page យើងមានភាពតាក់ទាញនឹងមើលទៅវាស្អាតកាលណាដែលយើងសរសេរវាតែនៅក្នុង script អញ្ចឹងលុះត្រាតែយើងចូលមើលបានលុះត្រាតែយើងចុច Control CSI ឬមួយក៏នៅក្នុង console អញ្ចឹងវាងងឹតណាវាអត់ចេញមកកាន់ web page ទេអញ្ចឹងហើយបើយើងរៀនDOMហ្នឹងដើម្បីយើងទៅជំនួសឬមួយក៏យើងចាប់ទីតាំងចាប់ ID របស់ HTML ដោយសារតែវាមានតំណែងមួយ HTML អញ្ចឹងការបញ្យល់ឬក៏ introduction តាក់ទងនឹងDOM គឺមានតែប៉ុណ្្នឹងទេទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវបន្ថែមតាក់ទងមួយ DOM នឹងបានដែរវាដូចជា make ធាងឬក៏ make ឈើមួយអញ្ចឹងដែលចេញមកពី HTML ហើយបន្លែងវិទ្យកម្ម web page ដែលយើងអាចមើលបានហើយវាមានសារៈសំខាន់មែនទែនជាពិសេសពេលដែលយើងចុច login គឺបន្ទាប់ពី login រួចវា load សញ្ញា load មក ping interactive ឬមួយក៏អន្តរកម្មបែប welcome អីហ្នឹងគឺ DOM ហ្នឹងឯងជាចំណុចសំខាន់អញ្ចឹងយើង focus ពី DOM ហ្នឹងច្បាស់អូខេយើងអាចយល់ពី JavaScript ច្រើនហើយអញ្ចឹងវគ្គបន្តទៀតក៏ខ្ញុំមានបរៀនដែរពីវគ្គ1វគ្គ2វគ្គ3អញ្ចឹងភ្លេចតាមដានអ្នកនរអញ្ចឹងកុំឲ្យខាត់ពេកយើងចូលទៅដល់ការបរៀនតែម្ដងអញ្ចឹងខ្ញុំបង្កើតជាមួយ index HTML មុននេះខ្ញុំនេះដែរខ្ញុំតេស្តមួយដែរឬមួយក៏ខ្ញុំ record មួយដែរក៏ប៉ុន្តែវាចាប់ select អត់បានអញ្ចឹងខ្ញុំ record នេះវគ្គមួយសារថ្មីអូខេយើងបង្កើតជាមួយ file មួយសិនមកឥឡូវយើងបង្កើតខ្ញុំបញ្ជាក់តិចនៅពេលណាដែលខ្ញុំ typing ការ record របស់ខ្ញុំហើយជាស្ដាប់អត់សូវច្បាស់ទេស្ដាប់អត់សូវលឺទេអញ្ចឹងសូមអធិស្ឋានទុកមុនដែរអញ្ចឹងយើងសរសេរ script មួយសិនមកយើងបង្កើត script មួយសិនឲ្យហើយនៅក្នុងបាទយើងតែម្ដងទៅដើម្បីអីគឺយើងអត់ចង់ប្រើវានៅក្នុង external file ទេគឺនៅក្នុង file តែមួយតែម្ដងដើម្បីងាយយល់និងងាយបញ្យល់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុង body នេះគឺយើងប្រើ x មួយមក x1 មួយមកដែលយើងប្រើសម្រាប់ text ទឹកដើម្បីដាក់នៅក្នុង browser របស់យើងអូខេអញ្ចឹង x1 ហើយយើងដាក់ id វាមក id វាយើងដាក់ថាម៉េចយើងដាក់ឥឡូវខ្ញុំដាក់ថា welcome ឬមួយក៏អូខេ welcome ចុះនេះគឺជាឈ្មោះ ID វាខុសពីខ្លះបានន័យថាអត់មានអីដែលជន់គ្នាបានទេនៅក្នុង ID នេះឯងគឺអត់ជន់ទេបើខ្លះផ្សេងណាខ្លះអាចដំណើរការ2 3ដងបានអញ្ចឹងបន្ទាប់ពីខ្ញុំបានបង្កើត ID ហើយខ្ញុំដាក់ថា welcome ឥឡូវឧទាហរណ៍ថា welcome អីយ៉ាសុំទោស sorry ឥឡូវខ្ញុំដាក់ថា welcome to ខ្ញុំបញ្ជាក់ម្ដងទៀតពេលដែលខ្ញុំ typing វាអាចនឹងចាប់សលេងអត់សូវបានដោយសារតែខ្ញុំ record ផ្ទាល់អត់មាន mic ទេអញ្ចឹងរៀងពិបាកបន្តិច welcome to រតនា NIT page ដោយសារតែ page ខ្ញុំឈ្មោះបែបហ្នឹងអូខេអញ្ចឹងគឺ ID របស់យើងនេះគឺយើងបានបង្កើតជាមួយ ID welcome អូខេឥឡូវយើងសាក run មួយសិនតោះចាំបន្តិចអូខេតោះនេះគឺជាលទ្ធផលដែលយើងបាន run x1 មិញហ្នឹង x1 មិញនេះគឺយើងសរសេរ welcome to រតនា NIT page ក៏ប៉ុន្តែយើងសរសេរDOM គោលដៅរបស់យើងគឺដើម្បីធ្វើការចាប់ទីតាំងចាប់ ID នេះដើម្បីធ្វើការផ្លាស់ប្ដូរពី welcome to រតនាទៅកាន់អីដែលយើងចង់សរសេរដែលយើងដូចយើងនិយាយមិញហ្នឹងគឺ get document by ID ហ្នឹងគឺយើងចាប់យក ID ដើម្បីផ្លាស់ប្ដូរអក្សរយើងធ្វើចឹងដើម្បីអីគឺដើម្បីពេលដែលយើងរៀនទៅមុខបន្តទៀតយើងចេះផ្សេងទៀតមកគូផ្សំគ្នាដើម្បីឲ្យ website យើងមើលទៅវាអន្តរកម្មឲ្យស្អាតវាតាក់ទាញវាអត់នៅក្នុង console ទេអាហ្នឹងគឺជាចំណុចសំខាន់អូខេអញ្ចឹងយើងទៅបង្កើត script មួយតោះយើងទៅសេក្នុង script យើងឥឡូវយើងមើលច្បាស់គឺវាចេញ welcome ធរតនាឬក៏ ITP ឥឡូវខ្ញុំចង់បដូរវាទៅ
welcome student វិញសិស្សវិញអូខេអញ្ចឹងយើងចូលក្នុង script យើងមកយើងអាច comment មួយសិនមកcomment ដាក់ថាដោយសារយើងរៀនតទៅមិនដំ get document get document by id អីយ៉ាបើកន្លែងនេះទាំងអស់គ្នាអាចសរសេរកាត់បានកន្លែងcomment របស់យើងនេះបើសិនជាយើងសេទៅខុសអីអាហ្នឹងចាំយើងគិតតាមក្រោយទៀតឥឡូវយើងសេឲ្យទៅហើយសិនទៅខ្ញុំណូតតែកន្លែង comment នេះយើងសេរៀងច្បាស់តិចណាកុំឲ្យសេកាត់តិចក្នុងពេកចេះអញ្ចឹងយើងចាប់យក ID របស់វាប៉ុន្តែដើម្បីចាប់បានឥឡូវខ្ញុំបង្កើត variable មួយសិនមកដើម្បីធ្វើការផ្លាស់ប្ដូរយើងដាក់ variable មកមកអញ្ចឹងមកយើងស្រួលផ្លាស់ប្ដូរឥឡូវ variable មួយខ្ញុំដាក់ឈ្មោះថាឥឡូវខ្ញុំដាក់ឈ្មោះនេះដែរហ្មងទៅដើម្បីមានភាពងាយស្រួលនេះ welcome នេះតែម្ដងអូខេដាក់ឈ្មោះ welcome នេះមកហើយបន្តមកទៀតអូខេ welcome ហើយបន្តមកទៀតយើងដាក់ smile មកហើយយើងដាក់ get យើងដាក់ document យើងអាចចុច tab បានវា load មក review មកអញ្ចឹងយើងចុចទៅកាន់អីគេកាន់ document by id របស់យើងនេះ id យើងបានបង្កើតនៅក្នុង HTML នេះឯងគោលដៅរបស់យើងគឺធ្វើការចាប់យក id ចាប់យកទីតាំងវាឲ្យបានដើម្បីយើងធ្វើការផ្លាស់ប្ដូរជាមួយ text content នេះអានេះគេហៅគេនឹងហៅ content ហ្នឹងឯងយើងសរសេរមកនៅក្នុងហ្នឹងអញ្ចឹងណាអូខេអញ្ចឹងយើងធ្វើម៉េចយើងធ្វើការចុចទៅកាន់ get document by id នេះនៅខាងក្រោមនេះទាំងអស់គ្នាមិនបាច់ចាំសេពេញក៏បានដែរវា load ឲ្យស្រាប់ហើយយ៉ាអញ្ចឹងយើងចាប់យកវាហើយយើងចាប់យកវាហើយយើងទៅមើល id របស់យើងដែលយើងបានដាក់មិញនេះ id យើងអីគេ id យើង welcome នេះឯងអញ្ចឹងយើងចាប់យក id ហ្នឹងអូខេយើងបើកនេះមួយមកយើងចុចមួយមកនេះហើយយើងត្រូវយកហ្នឹងគឺយើងយក id នេះ id នេះដើម្បីចាប់យក content មួយនេះដើម្បីយើងយកវាទៅចំនួននៅក្នុងអាមួយហ្នឹងឯងចាំមើលតិចទៀតនឹងឃើញហើយដើម្បីងាយយកអញ្ចឹងខ្ញុំបិទ semicolon មួយមករៀងរាល់ការសេកូដគឺ complete បិទជាមួយ semicolon អូខេអញ្ចឹងយើងធ្វើការ change content យើងអាច comment កន្លែងនេះខ្ញុំដាក់ខ្លីៗទេបើទាំងអស់គ្នាអាច comment ឲ្យវារៀងតំណងជាងនេះទៅដើម្បីកុំឲ្យមើលទៅវាអត់ស្អាតហើយនឹងពិបាកយល់អូខេអញ្ចឹងដើម្បី change content បានយើងធ្វើម៉េចដើម្បី change content បានគឺយើងវាយជាមួយ variable របស់យើងមកសិនមក variable របស់យើងគឺ welcome នេះឯងនេះដែលយើងបានបង្កើតហើយ welcome ហ្នឹងគឺវាចាប់យក ID មួយនេះ ID របស់ HTML ដែលយើងបានដាក់នឹងឯងពេលតែយើងដាក់ variable ហ្នឹងហើយយើងដាក់ smile មកអីយ៉ាច្រឡំសំទោសទាំងអស់គ្នាកន្លែងនេះអត់តន់ដាក់ smile ណាកន្លែងនេះយើងដាក់ចុចសិនហើយយើងទៅចុចក្តារយើងគេធ្វើការ change ការនេះ content text content របស់យើងនេះ variable របស់យើងហើយហ្នឹង text content នេះគឺជាគេនេះអានេះគេហៅ text content នេះអានេះហ៎អញ្ចឹង smile គេសាក់ទាយមើលបើទៅអត់ទាយក៏ទាយអត់ត្រូវដែរគឺមានន័យថាអត់មាន smile គេទេគឺ smile អីដែលយើងចង់ដាក់មិញដោយសារយើងចង់ដាក់អីគេយើងចង់ដាក់ welcome student អូខេចាំខ្ញុំសេចាប់ខ្ញុំយកអញ្ចឹងអូខេ welcome student នេះឥឡូវយើងបិទ semicolon មួយសិនមករៀងរាល់ការសរសេរកូដរបស់គេនេះ welcome student នេះជឿថា welcome student នេះគឺវានឹងទៅចំនួននៅក្នុង HTML នេះឥឡូវខ្ញុំឲ្យមើលសិនបន្តិចនេះនៅឡើយនៅ welcome to Ratana IT page ឡើយទីទៀតដោយសារតែយើងប្រើជាមួយ text content នេះដែលយើងឲ្យ assign តម្លៃវារបស់វាគឺ small welcome student វិញដើម្បីជំនួសជាមួយនេះជួយបាត់របស់យើងទៅក្នុងណាបាត់ហើយខ្ញុំច្រឡំដៃលុបចោលបាត់ចាំតិចអូខេ control set ហើយហ្នឹងហើយអញ្ចឹងគឺនៅពេលដែលយើងប្រើ text content នេះគឺវានឹង assign តម្លៃចំនួននេះឥឡូវចាំមើលតើឥឡូវយើងចុច control S មកមើលវាដូរអត់វាគួរណាស់តែដូរអូអត់ដូរអូចាំតិចអូដោយសារតែនេះអូខ្ញុំសុំទោសនេះ ID របស់យើងគឺ W ធំណាអាហ្នឹងសំខាន់ណាស់ណាបញ្ជាក់មែនតើបើសិនជាយើងសរសេរខុសអាហ្នឹងក៏យើងធ្វើការសេឲ្យទៅក៏វាអត់ដើរដែរអូខេតើយើងរកកន្លែងកំហុសយើងឃើញហើយអញ្ចឹងចុច control S មក yes អញ្ចឹងគឺវាបដូរហើយ welcome student អញ្ចឹងអា welcome student នេះគឺវាចាប់យកមកពី script របស់យើងនេះវាមិនមែននៅក្នុង console ទៀតទេនេះ console បើសិនជាយើងចុច control C I បើសិនជាយើងអត់ប្រើជាមួយ DOM ណាវានៅក្នុង console ហ្នឹងឯងបើយើងអត់ប្រើមួយ document អូខេឥឡូវ welcome student នេះវាមកជំនួសអានេះវិញហើយ
ហ្នឹងគឺយើងរៀនដើម្បីគេដូចខ្ញុំបាននិយាយអញ្ចឹងពេលដែលយើងចេះជាមួយ10ហ្នឹងអស់យើងនឹងយល់ហើយថាហ្នឹងដើម្បីអីព្រោះវាល្អមែនតើហើយតាក់ទាញដើម្បីឲ្យ web page យើងមានភាពតាក់ទាញអូខេអញ្ចឹងគឺយើងមានតែប៉ុណ្្នឹងទេហើយនឹង part 2ខ្ញុំនឹងមានវគ្គបន្តទៀតដែលបរិញ្ញាបត្ររហូតទៅដល់ចប់មកនេះវាហ្មងវគ្គក្រោយគឺយើងជាមួយនឹង get document by class name អីចឹងទៅចាំមើលចាក់ស្ដែងសិនអានេះ part 1អូឥឡូវចេះវិញចុះបើសិនជាយើងចង់ធ្វើការ change color យើង change color ហ្នឹងណាឥឡូវខ្ញុំ change color អស់នេះកន្លែង comment របស់យើងនេះយើង comment ឲ្យរៀងតំណងតិចមករៀងស្អាតតិចមកសម្រាប់ការ change color នេះយើងវាយ variable របស់យើងមក variable របស់យើងយើងមកបង្កើតមិញនេះឯងនេះ variable របស់យើងនេះហើយអត់មានអីប្រហែលទេយើងចុចទៅកាន់អីគេលុបអានេះមួយសិនគឺយើងធ្វើការផ្លាស់ប្ដូរ style យើងចង់ធ្វើ style យើងចុចទៅកាន់ style មកពេលដែលយើងវាយ st ទៅគឺវានឹង load ឡើងនឹងឯងយើងចុចទៅ tab មកគឺវានឹងចាប់យកហើយ style អីគេដែរ style color អញ្ចឹងយើងចុចទៅកាន់ color ហើយបន្តមកទៀតយើង assign តម្លៃឲ្យវាមកយើងចង់ឲ្យវាចេញពណ៌អីគេចេញពណ៌ blue ពណ៌ red ពណ៌ក្រហមអូខេឥឡូវខ្ញុំដាក់ពណ៌ blue ហើយយើងធ្វើការបិទ semicolon រៀងរាល់ការសរសេរកូដដាច់ខាតត្រូវតែភ្ជាប់ជាមួយ semicolon អញ្ចឹងយើងអាចចុច control S បានចាអញ្ចឹងយើងចុច control S មួយសិនមកអូខេឥឡូវវាបដូរពណ៌ឲ្យឃើញទេអញ្ចឹងគឺវាចាប់យក ID ចាំតិចទៀតខ្ញុំនឹងបញ្ចូលសង្ខេបសរុបមកវិញឥឡូវខ្ញុំចង់បាន background color មួយទៀតអញ្ចឹងខ្ញុំ comment មួយទៀតមក background color BG មកបើទាំងអស់គ្នាវាយពេញណាកុំដូចខ្ញុំកុំកាត់ដូចខ្ញុំអត់ល្អទេឥឡូវយើងប្រើ variable ទៅដែរ variable របស់យើងនេះឯង welcome ហ្នឹងឯងយើងចង់ធ្វើអីគេយើងចង់ change style អញ្ចឹងយើងចុចទៅកាន់ style មួយទៀតយើងចង់ change background color យើងវាយ background color មកនេះនៅខាងក្រោមនេះវាមានស្រាប់ហើយយើង assign តម្លៃឲ្យវាយើង assign វាពណ៌អីគេឥឡូវពណ៌ក្រហមយ៉ាយើង assign ពណ៌ក្រហមចុច control S មកflex ហើយបើសិនយើងអត់ចុច semicolon បិទ semicolon ទេវានៅតែដើរដែរអូខេយ៉ាអញ្ចឹងបាច់បិទក៏បានដែរអញ្ចឹងខ្ញុំស្មានតតែបិទតែឥឡូវយើងបិទទៅដើម្បីឲ្យវាមើលទៅតំណងអូខេអញ្ចឹងវាចេញពណ៌មកហើយចេញ background color មកហើយអញ្ចឹងគោលដៅរបស់យើងគឺយើងការរៀនរបស់យើងតាក់ទងជាមួយនឹង get document by ID ជាមួយនឹង10ហ្នឹងគឺគោលដៅយើងរបស់យើងគឺប៉ុណ្្នឹងឯងគឺយកពី JavaScript របស់យើងនេះយកមកចំនួនទៅក្នុង web page ចំនួន HTML នេះវិញអានេះគឺជាចំណុចសំខាន់ដែរនៅពេលណាដែលយើងធ្វើ website រៀងធំទៅគឺយើងត្រូវយល់ពីហ្នឹងរៀងច្រើនដែរអញ្ចឹងខ្ញុំសូមសង្ខេបមកវិញគឺដំបូងនៅក្នុង HTML គឺយើងប្រើជាមួយ ID របស់យើងគឺឈ្មោះ welcome ដូចខ្ញុំបាននិយាយអញ្ចឹងយើងនៅក្នុង script យើងបង្កើត variable មួយដើម្បីបង្កើតដាក់ឈ្មោះ variable មកយើងយក document នេះយើង get element by ID របស់យើងទៅចាប់ទីតាំងរបស់នេះរបស់ HTML ដែលយើងធ្វើការ assign ចូលនេះ content របស់វាគឺបែបនេះឯងមុនហ្នឹងគឺវាបែបហ្នឹងណាតែបន្ទាប់ពីយើងបានបដូរតម្លៃវាមកវាទៅជាបែបនេះវិញយ៉ាអញ្ចឹងកន្លែងនេះខ្ញុំមានកំហុសមួយត្រង់ថាយើងដាក់វាអត់ត្រូវអានេះអក្សរ W ធំមិនយើងដាក់ W តូចអញ្ចឹងយើងត្រូវដាក់វាឲ្យត្រូវដែរអញ្ចឹងគឺអត់មានអីស្មុគស្មាញទេបន្ទាប់មកយើងហៅយើងដាក់ variable យើងទៅដែរយើងចង់ change text content អានេះគេហៅគេបងប្អូនអានេះគេហៅ text content ហ្នឹងឯងអញ្ចឹងយើងធ្វើការ change text content យើង assign តម្លៃឲ្យវាយើងចង់ដាក់ពាក្យអីផ្សេងឥឡូវឧទាហរណ៍ខ្ញុំចង់ដាក់អញ្ចឹងមកហើយ control S មកអូខេវា load មកយ៉ាអញ្ចឹងគឺតម្លៃវានៅកន្លែងហ្នឹងឯងហើយ change color ក៏ដូចគ្នាយ៉ាប៉ុណ្្នឹងឯងអញ្ចឹងវគ្គក្រោយ part 2យើងនឹងរៀនតាក់ទងជាមួយនឹង get document by class name វិញម្ដងអូខេអរគុណអ្នកនរគ្នា